បាទជំរាបសួរពុកម៉ែបងប្អូនថ្ងៃនេះខ្ញុំបាទតាចបៃអ្នកចំការបាទតាចបៃភ្នំព្រឹកបាទយ៉ាងថ្ងៃនេះសូមនាំយកនៅអត្ថប្រយោជន៍និងគុណប្រយោជន៍របស់ទឹកមាត់យើងដែលនៅក្នុងមាត់យើងរាល់ថ្ងៃនេះពុកម៉ែបងប្អូនដឹងថាតើទឹកមាត់យើងសប្តាហ៍ថ្ងៃនៅក្នុងមាត់យើងនឹងវាមានគុណប្រយោជន៍គុណសម្បត្តិជួយដល់យើងអ្វីខ្លះទេហ្នឹងហើយប្រហែលជាបងប្អូនខ្លះដឹងតែបងប្អូនក៏មិនដឹងថាជួយទៅកុំឲ្យសម័យទៅឃើញថាជួយកន្លែងផ្សេងកុំឲ្យសម័យទៅប្រទេសផ្ដាស់ណាខ្ញុំដឹងហើយលោកគ្រូទឹកមាត់ហ្នឹងគេយកមកប្រើអីហ្នឹងនឹងទេផ្ដាស់ហើយកុំសម័យអញ្ចឹងកើតទេខូចគេខូចឯងអញ្ចឹងយើងយកទៅតាមទ្រឹស្ដីវិទ្យាសាស្ត្រវិញបានល្អកុំឲ្យសម័យពេលផ្ដាស់ណានាំគេខូចកុំឲ្យនាំសម័យនាំគេខូចណាយ៉ាឥឡូវយើងមកបាច់សម័យទេយើងមកនិយាយតាមវិទ្យាសាស្ត្រគេរកឃើញពីគុណសម្បត្តិគុណប្រយោជន៍របស់ទឹកមាត់អញ្ចឹងទឹកមាត់ដែលនៅក្នុងមាត់យើងរាប់សពថ្ងៃដែលយើងលេបចូលទៅក្នុងពុយសប្តាហ៍មានគុណប្រយោជន៍ទី1ពុកម៉ែបងប្អូនណាបាទទី1គឺជួយរំលាយអាហារដែលយើងហូបបាយទៅជួយរំលាយអាហារទី2ជួយទប់ស្កាត់ការហើមពោះដែលយើងហូបអាហារទៅមានបន្លែឆៅអីឆៅទៅធ្វើឲ្យយើងហើមពោះអញ្ចឹងទឹកមាត់ហ្នឹងវាជួយធ្វើឲ្យទប់ស្កាត់ការហើមពោះបើហើមពោះធ្វើឲ្យយើងផោមតែម្ដងបាទដោយអំណាចគុណសម្បត្តិទឹកមាត់យើងហ្នឹងយើងទៅជាមួយបាយហ្នឹងនិងទី2ណាទី3គឺជួយកាត់បន្ថយជាតិអាស៊ីតបាទកាត់បន្ថយជាតិអាស៊ីតរីឯទី4នោះគឺល្អបំផុតគឺជួយទប់ស្កាត់ជាតិស្ករដែលកើតចេញពីអាហារដើម្បីកុំឲ្យវាកើតជំងឺទឹកនោមផ្អែមនឹងតែម្ដងអញ្ចឹងបានអ្នកប្រាជ្ញអ្នកវិទ្យាសាស្ត្រគេរកឃើញពីអត្ថប្រយោជន៍នៅក្នុងទឹកមាត់ហ្នឹងគេធ្វើតេស្តតាមអ្នកដែលហូបបាយយូរបាទអ្នកដែលហូបបាយតាពីយូរមិនងាយលេបបាទដាក់បាយមកស្ព្រាទៅនោះតាពីហ្នឹងឯងមុំតលេបហើយនឹងអ្នកមួយទៀតដាក់ផ្លុកក្អឹកអញ្ចឹងគេរកឃើញពីគុណសម្បត្តិនិងគុណវិបត្តិអ្នកដែលហូបបាយភ្លាមលេបភ្លាមទឹកមាត់អត់តាន់បានចេញផងគាត់ដាក់ផ្លុកទៅបាត់អ្នកខ្លះក្នុងគៀមយូរហ្នឹងទឹកមាត់វាចេញមកច្រើនបាទចេញវិញចេះតែពីទឹកមាត់ចេញរហូតមកជាមួយបាយហើយបើយើងលេបទៅអញ្ចឹងគុណសម្បត្តិរបស់ទឹកមាត់ណាដែលចូលទៅជាមួយនឹងអាហារហ្នឹងទី1វាទៅទប់ស្កាត់ការរំលាយអាហារហ្នឹងធ្វើកុំឲ្យអាហារហ្នឹងផ្អូមហើមបណ្ដាយើងឈឺពោះឆ្អល់ពោះហ្នឹងឯងអញ្ចឹងបើសិនជាវាឈឺពោះឆ្អល់ពោះដោយសារអំណាចខ្យល់ហ្គាសខ្យល់វាកើតក្នុងកាពះយើងហ្នឹងអញ្ចឹងដោយអំណាចទឹកមាត់ធ្វើឲ្យយើងផោមអញ្ចឹងពុកម៉ែបងប្អូនចំណាំមើលទៅគេឲ្យសង្កេតមើលអ្នកដែលហូបបាយយូរភាគច្រើនគាត់ផោមមកគាត់ផោមខុសប្រក្រតីអ្នកហូបបាយលះបាទអញ្ចឹងអានុភាពគុណសម្បត្តិគុណប្រយោជន៍របស់ទឹកមាត់គឺល្អណាស់ពុកម៉ែបងប្អូននោះទី1ខ្ញុំរាប់ដល់គេមើលទី1ជួយទៅរំលាយអាហារទី2ទប់ស្កាត់ការហើមពោះទី3ជួយទប់ស្កាត់ការឡើងជាតិស្ករក្នុងឈាមបាទបណ្ដាលឲ្យយើងកើតទឹកនោមផ្អែមទឹកនោមអីហ្នឹងហើយនឹងអាស៊ីតបាទទប់ស្កាត់អាស៊ីតទាំង4មុខអញ្ចឹងគុណសម្បត្តិនៅនៃទឹកមាត់ហ្នឹងគឺល្អអញ្ចឹងបានអ្នកវិទ្យាសាស្ត្រគេរកឃើញអ្នកដែលហូបបាយយូរនិងអ្នកហូបបាយលឿនគេរកឃើញអ្នកហូបបាយយូរហ្នឹងគឺគាត់មិនងាយកើតទឹកនោមផ្អែមទេហើយអ្នកដែលហូបបាយលឿនញុកផ្លុកលេបហ្នឹងគឺថា 100% ហ្នឹងគាត់កើតទឹកនោមផ្អែម10ទៅ 20% ទៅ 30%អ្នកដែលហូបបាយយូរមិនងាយលេបទៅពីក្នុងមាត់នឹងយូរបានលេបក្នុង100នាក់ហ្នឹងកើតតែម្នាក់ឬ2នាក់អីតែប៉ុណ្្នឹងទេបាទតែអ្នកដែលហូបបាយលឿនដាក់លេបនឹងគាត់ឃើញថាក្នុង100នាក់ហ្នឹងកើត30នាក់ទឹកនោមផ្អែមហ្នឹងហើយឡើងអាស៊ីតខូចកាពះច្រើនជាងអ្នកហូបបាយយូរបាទអ្នកហូបបាយយូរដោយសារគុណសម្បត្តិទឹកមាត់ហ្នឹងឯងអញ្ចឹងហើយបានខ្ញុំថ្ងៃនេះយកវីដេអូហ្នឹងមកប្រាប់ជូនពុកម៉ែបងប្អូនឲ្យដឹងពីទឹកមាត់បាទអញ្ចឹងយើងពេលយើងហូបបាយហូបយូរកណ្ណាគឺអ្នកវិទ្យាសាស្ត្រថាល្អកណ្ដឹងដោយសារទឹកមាត់វាចេញមកច្រើនណាចេញនៅក្នុងមាត់យើងច្រើនយើងលេបទៅជាមួយបាយវាទៅជួយទប់ស្កាត់ដូចខ្ញុំថាយើងតាំងពីអាស៊ីតជួយការពារមិនឲ្យហើមពោះការពារជាតិស្ករនិងបានច្រើនបាទចឹងល្អមែនទេអ្នកហូបបាយយូរដំបូងអ្នកថាអ្នកហូបបាយយូរហូបកើតទេតិចត្រប់តាមពិតអ្នកវិទ្យាសាស្ត្រគេរកឃើញល្អដោយសារគុណសម្បត្តិទឹកមាត់ហ្នឹងហើយចឹងគុណសម្បត្តិទឹកមាត់ល្អណាស់យើងអាចយកទៅប្រើប្រាស់ផ្សេងតាមបងប្អូនសម័យអីចឹងបានទៀតអាហ្នឹងជារឿងខូចរបស់យើងទេណាប៉ុន្តែគុណសម្បត្តិរបស់ពេទ្យគេនិយាយត្រូវបាទមានគុណសម្បត្តិល្អបាទចឹងពុកម៉ែបងប្អូនកុំភ្លេចជួយ share បាទខ្ញុំខំប្រឹងនិយាយទៅរកបែកទឹកមាត់ដែរអញ្ចឹងគុណសម្បត្តិនៃទឹកមាត់ល្អណាស់ពុកម៉ែបងប្អូនកុំភ្លេចជួយ share នេះទៅយើងសម្ពោធអ្នកហូបបាយយូរបាទគឺគុណសម្បត្តិគាត់ទទួលបានល្អពីទឹកមាត់បាទអរគុណច្រើនបងពុកម៉ែបងប្អូនបាទ